ការជឿចាប់វាមិនមែនជាសត្រូវរបស់យើងទេបងប្អូនប៉ុន្តែវាធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងខ្លាចជាមនុស្សផ្សេងវាធ្វើឲ្យយើងមានមោទកភាពចំពោះខ្លួនឯងព្រោះយើងបានឆ្លងកាត់រឿងលំបាកមួយរួចទៅហើយមនុស្សគ្រប់គ្នាដែលខ្លាចជាមនុស្សរងមាំពួកគេតែងតែឆ្លងកាត់នៅអ្វីមួយដែលមនុស្សផ្សេងទៀតមិនបានធ្លាប់ឆ្លងកាត់ពួកគេបានឆ្លងកាត់និងធ្វើបានទៅលើអ្វីមួយដែលព្យាយាមកាច់បំបាក់ស្មារតីរបស់ពួកគេធ្វើឲ្យផ្លូវអារម្មណ៍របស់ពួកគេនឹងបាក់ទឹកចិត្តភាពស្រុកស្រួលធ្វើឲ្យយើងជាមនុស្សដដែលទេបងប្អូនវាមិនបានជួយឲ្យយើងអភិវឌ្ឍអីទេប៉ុន្តែការជឿចាប់វាគឺជាស្ពានដែលជួយឲ្យយើងរីកចម្រើនយើងអាចគេចវេះពីការជឿចាប់បានតែយើងនៅតែជាមនុស្សទន់ខ្សោយដដែលយើងអាចគេចវេះពីការលំបាកបានប៉ុន្តែយើងនឹងជួបវានៅពេលក្រោយយើងអាចគេចវេះពីការពិតបានប៉ុន្តែការពិតនឹងលាតត្រដាងនៅថ្ងៃណាមួយដូច្នេះហើយតើយើងចង់ប្រឈមមុខជាមួយបញ្ហាដើម្បីក្លាយជាមនុស្សអស្ចារ្យម្នាក់ដើម្បីក្លាយជាមនុស្សដែលមានមូលដ្ឋានគ្រឹះដើម្បីក្លាយជាមនុស្សដែលហ៊ានប្រឈមមុខជាមួយនឹងបញ្ហាឬក៏ចង់គេចវេះហើយក្លាយជាមនុស្សទន់ខ្សោយរយៈពេលយូរដូច្នេះហើយទទួលយកការជឿចាប់ធ្វើអ្វីដែលពិបាកក្លាយជាមនុស្សដែលយើងចង់ក្លាយជាមនុស្សដែលយើងចង់ធ្វើក្លាយជាមនុស្សដែលយើងចង់ឲ្យអ្នកផ្សេងហ្នឹងឲ្យតម្លៃយើងរូបយើងយកត្រាប់តាមយើង